ចានាងខ្ញុំសូមជម្រាបសួរលោកនីស៊ីយ៉ាម៉ាណាអូគិដែលលោកជាអគ្គលេខាធិការអង្គការបេះដូងមាសដែលជាជនជាតិជប៉ុនថ្ងៃនេះនាងខ្ញុំមានសំណួរមួយចង់សួរលោកថាហេតុអ្វីបានជាលោកជ្រើសរើសមកជួយប្រទេសកម្ពុជាក្នុងវិស័យអប់រំកាយនិងកីឡាអូបច្រើនសុភ័ក្រសាន់បាទនេះខ្ញុំសប្បាយដែរសុភ័ក្រសាន់ចូលនិយាយការអូបអង្គការយើងចាអង្គការយើងចាប់ផ្ដើមឆ្នាំ1998មេយើងលោកស្រីអាឌីម៉ូឌីយូកូគាត់មកស្រុកខ្មែរឆ្នាំ1996សម្រាប់រកម៉ារ៉ាតុងនៅសៀមរាបnăm 2002សម្រាប់បន្តម៉ារ៉ាតុងនៅសៀមរាបយើងចាប់ផ្ដើមអង្គការឆ្នាំ1998ហើយហ្នឹងឆ្នាំ2006យើងចាប់ផ្ដើមគម្រោងអប់រំកាយសម្រាប់សាលាបឋមนั่นយើងទៅកម្មវិធីសិក្សាសម្រាប់សាលាបឋមនិងផ្សព្វផ្សាយអប់រំកាយនៅសាលានៅកាយផ្សេងนั่นយើងចាប់ផ្ដើមគម្រោងមួយឆ្នាំ2014นั่นidol ពីឆ្នាំ2019យើងសហការជាមួយវិទ្យាស្ថានអប់រំកាយនិងកីឡាយើងចាប់ផ្ដើមគម្រោងសម្រាប់ជួយវិទ្យាស្ថានអប់រំកាយនិងកីឡានៅទីនេះนั่นយើងទៅសិក្ខាសាលាពីនៅតាន់តានนั่นយើងសប្បាយដែរសហការជាមួយលោកគ្រូអ្នកគ្រូនៅទីនេះนั่นខ្ញុំសូមគុំតាអប់រំកាយនៅស្រុកខ្មែរនៅសាលានៅវិទ្យាស្ថានអប់រំកាយនិងកីឡាដែលគេសប្បាយបងរៀនអប់រំកាយដែលកុមារល័យឬក៏សាស្ត្រនៅវិទ្យាស្ថានយល់អំពីចំណេះដឹងអេរីបតនិងចំណេញនិងខ្ញុំសូមគុំតាអប់រំកាយនៅស្រុកខ្មែរបានឌីចម្រើនទៀតនិងបន្តទៀតអរគុណច្រើនចាអរគុណច្រើនលោកដែលបានឆ្លើយនៅសំណួរយ៉ាងក្បោះក្បាយនៅថ្ងៃនេះនាងខ្ញុំធ្វើវីដេអូនេះជាការថ្លែងអំណរគុណលោកយ៉ាងជ្រាលជ្រៅចំពោះការលះបង់ពេលវេលាក៏ដូចជាថវិកាហើយនឹងការលះបង់កម្លាំងកាយចិត្តទាំងឡាយរបស់លោកពិតជាមានតម្លៃសម្រាប់ប្រទេសខ្ញុំក៏ដូចជាក្នុងនាមខ្ញុំជាបុគ្គលិករបស់វិទ្យាស្ថានជាតិអប់រំកាយសប្តាហ៍ថ្ងៃនាងខ្ញុំឃើញថាការជួយរបស់លោកនឹងពិតជាមានសារៈសំខាន់មិនមែនថាចំពោះរូបនាងខ្ញុំទេគឺទាំងអស់នេះបានផ្ដល់ប្រជាជននាងខ្ញុំក៏ដូចសិស្សនាងខ្ញុំព្រោះវិស័យអប់រំកាយហ្នឹងគឺមានសារៈសំខាន់ជួយឲ្យកាយសម្បទាសុខភាពរបស់គាត់រឹងមាំដូច្នេះហើយទើបនាងខ្ញុំមកធ្វើវីដេអូថ្លែងអំណរគុណលោកម្ដងទៀតយ៉ាងអស់ពីចិត្តជ្រាលជ្រៅដែលរោគអ្វីប្រៀបផ្ទឹមប្រមាណជាចុងក្រោយនាងខ្ញុំសូមជូនពរលោកឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនជាពិសេសមានសុខភាពល្អទៅទីណាក៏បានតែសេចក្តីសុខនឹងសម្រាប់គ្រប់បានកិច្ចការគ្រប់យ៉ាងសូមអរគុណ